បាទជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍ជាថ្មីម្ដងទៀតជាមួយដំណើរកម្សាន្តមួយយប់ពីរថ្ងៃឆ្ពោះទៅកាន់សហគមន៍មេកូទេសចរខ្នងផ្សារដែលជាសហគមន៍មួយកំពុងតែមានប្រជាប្រិយភាពខ្លាំងមែនទែនពុកម៉ែបងប្អូនដូចសពដងអញ្ចឹងគឺឥឡូវនេះដំណើរកម្សាន្តរបស់យើងកំពុងតែធ្វើដំណើរមកដល់ទេទឹកពុះដោយសារស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅកាន់ខ្នងផ្សារស្រាប់យើងក៏បានចំណាយពេលបន្តិចដើម្បីទស្សនាកម្សាន្តទេទឹកពុះមួយនេះសូមជម្រាបផងដែរថានៅទេទឹកពុះមួយនេះគឺមានប្រវត្តិរឿងរ៉ាវជាច្រើនពាក់ព័ន្ធជាមួយនឹងទេទឹកពុះអំពីការគោរពប្រណិប័តរបស់ជនជាតិដើមក៏ដូចជាជនជាតិខ្មែរយើងផងដែរសង្ឃឹមថានៅវីដេអូក្រោយខ្ញុំនឹងមានព័ត៌មានផ្សេងៗដើម្បីចែកម្លែកជូនពុកម៉ែបងប្អូនឲ្យកាន់តែលម្អិតអំពីទេទឹកពុះមួយនេះឥឡូវនេះយើងក៏បានធ្វើដំណើរមកដល់ផ្សារកទួតឯអ្នកនរគ្នាហើយយើងកំពុងតែចូលទិញរបស់របរប្រើប្រាស់មួយចំនួនដើម្បីឡើងទៅលើភ្នំមិនខុសពីសពដងឡើយនៅពេលដែលយើងមកដល់មន្ទីរបរិស្ថានយើងត្រូវតែចុះឈ្មោះនៅមន្ទីរបរិស្ថានសិនដើម្បីឲ្យមន្ទីរបរិស្ថានគាត់អាចកត់ត្រានៅចំនួនក៏ដូចជាទិន្នន័យរបស់ភ្ញៀវទេសចរដែលបានឡើងមកកាន់ក្នុងផ្សារនេះផងដែរអ្នកនរគ្នាអញ្ចឹងបន្ទាប់ពីយើងរៀបចំធ្វើការចុះឈ្មោះរួចរាល់យើងក៏បានរើអីវ៉ាន់ចេញពីឡានក្រុងរបស់ពួកយើងហើយយើងធ្វើដំណើរបន្តតាមរយៈគោយន្តឆ្ពោះទៅកាន់ស្នាក់ការសហគមន៍ផ្ទាល់តែម្ដងអ្នកនរគ្នាឥឡូវនេះយើងមកដល់ស្នាក់ការសហគមន៍ផ្ទាល់ហើយសហគមន៍នេះកំពុងតែទើបត្រូវបានរៀបចំរួចនៅខ្វះមុខខ្វះក្រោយច្រើនណាស់អ្នកនរគ្នាដោយដែលខ្ញុំជំរាបជូនអ្នកទាំងអស់គ្នាកាលពីវីដេអូមុនអញ្ចឹងថាសហគមន៍ទើបតែត្រូវបានបង្កើតឡើងដូច្នេះសហគមន៍នៅមានភាពខ្វះខាតមួយចំនួនដែលត្រូវពង្រឹងបន្ថែមក៏ដូចជាត្រូវស្វែងរកដៃគូឧបត្ថម្ភបន្ថែមដើម្បីពង្រឹងសេវាកម្មក៏ដូចជារបស់របរប្រើប្រាស់មួយចំនួនដូច្នេះការរួមចំណែករបស់ Unique Trip គឺជាជ្រុងដែលអាចជួយដល់សហគមន៍ឲ្យមានភាពប្រសើរជាងមុនផងដែរដូចជាការជួយទិញនូវសម្ភារៈប្រើប្រាស់បម្រើឲ្យការឡើងភ្នំការចូលរួមផ្ដល់ជាអនុសាសន៍ក៏ដូចជាការបណ្ដុះបណ្ដាលផ្សេងៗដើម្បីពង្រឹងសេវាកម្មឲ្យសហគមន៍មានលទ្ធភាពនៅក្នុងការទទួលភ្ញៀវប្រកបដោយប្រសិទ្ធភាពជាងមុនដែរអ្នកនរគ្នានេះក៏ដោយសារ Unique Trip មានបំណងចង់ឃើញសហគមន៍អាចឈរដោយភាពរឹងមាំដោយខ្លួនឯងហើយនឹងក្លាយជាដៃគូសហការដ៏ល្អរបស់ Unique Trip ក្នុងការផ្ដល់សេវាកម្មជូនភ្ញៀវទេសចរដែលមានបំណងចង់ទៅធ្វើដំណើរកម្សាន្តផ្សងព្រេងឆ្ពោះទៅកាន់ភ្នំខ្នងផ្សារនេះផ្ទាល់តែម្ដងអ្នកនរគ្នាហើយកត្តាទាំងអស់នេះហើយដែលអាចធ្វើឲ្យ Unique Trip រក្សាបាននូវគុណតម្លៃក៏ដូចជាតម្លៃនៃកញ្ចប់សេវាកម្មនេះមានភាពសមរម្យចឹងបន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់នៅសហគមន៍រួចមកយើងក៏ឡើងគោយន្តបន្តដំណើរឆ្ពោះទៅកាន់ជើងភ្នំខ្នងផ្សារដើម្បីធ្វើដំណើរថ្មើរជើងប្រហែលជា3ម៉ោងកន្លះឬ4ម៉ោងទៀតអ្នកនរគ្នាឥឡូវយើងសង្កេតឃើញថានៅតាមផ្លូវហ្នឹងគឺមានភ្លៀងធ្លាក់ផងអ្នកនរគ្នាអញ្ចឹងយើងត្រូវកាត់ឧបសគ្គច្រើនបន្តិចថ្ងៃនេះត្រូវធ្វើការធ្ងន់បន្តិចដោយសារយើងត្រូវដើរកាត់ដីស្អិតដីផុកជាមួយនឹងទឹកភ្លៀងដែរអ្នកនរគ្នាតែឧបសគ្គនេះមិនមែនជាបញ្ហាចម្បងដែលចោទឡើងសម្រាប់ភ្ញៀវទេសចរទេអ្នកនរគ្នាបើធៀបទៅនឹងការទទួលបានមកវិញនៅឱកាសទស្សនាក៏ដូចជាគយគន់សម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៅតំបន់ខ្នងផ្សារនេះគឺពិតជាមិនអាចកាត់ថ្លៃបានទេអ្នកនរគ្នានិយាយទៅមិនទាន់ទៅដល់ខាងលើផងទេអ្នកនរគ្នាត្រឹមតែសម្រស់ធម្មជាតិនៅតាមដងផ្លូវហ្នឹងគឺជាកត្តាជំរុញទឹកចិត្តក៏ដូចជាកម្លាំងចិត្តទេសចរឲ្យប្រឹងធ្វើដំណើរដោយមិនមានភាពនឿយហត់ឡើយអ្នកនរគ្នាអញ្ចឹងបន្ទាប់ពីធ្វើដំណើរមកដល់កំពូលភ្នំខ្នងសពៅដែលជាកន្លែងដែលយើងត្រូវបោះតង់រួចហើយយើងក៏នាំគ្នារៀបចំចម្អិនម្ហូបពេលល្ងាចដើម្បីទទួលទានបាយជុំគ្នាទទួលទានបាយល្ងាចជុំគ្នាយើងមើលការចម្អិនម្ហូបរួមគ្នានេះពិតជាតំណងមែនទែនអ្នកនរបរិយាកាសបែបនេះគឺពិតជាស្រស់ស្រាយពិតជាមិនអាចបំភ្លេចបានហើយក៏កម្រមានដែរនេះគឺជាសកម្មភាពបន្ទាប់របស់យើងនៅពេលព្រឹកឡើងគឺយើងត្រូវដើរទៅកាន់កំពូលភ្នំខ្នងផ្សារដើម្បីទស្សនាថ្ងៃរះហើយនេះគឺជាជោគជ័យមួយដែលខ្ញុំមករកដងអត់ដែលមានថ្ងៃរះទេអ្នកនរប៉ុន្តែដំណើរកម្សាន្តលើកនេះគឺយើងមានថ្ងៃរះហើយយើងអាចមើលឃើញថ្ងៃរះនៅកំពូលភ្នំខ្នងផ្សារអញ្ចឹងបេសកកម្មរបស់យើងដើម្បីមើលថ្ងៃរះនៅកំពូលភ្នំខ្នងផ្សារថ្ងៃនេះគឺទទួលបានជោគជ័យតែម្ដង
ឥឡូវនេះបន្ទាប់ពីត្រឡប់មកពីកំពូលភ្នំខ្នងផ្សារបន្ទាប់ពីត្រឡប់មកពីទស្សនាថ្ងៃរះក៏ដូចជាទស្សនាសម្រស់ធម្មជាតិនៅកំពូលភ្នំខ្នងផ្សារវិញយើងក៏បានត្រឡប់មកកាន់កន្លែងបោះតង់វិញហើយយើងរៀបចំដំណើររបស់យើងដើរ1ម៉ោងទៀតឆ្ពោះទៅកាន់ទឹកធ្លាក់ថ្មជញ្ជាំងទេសភាពនៅតាមដងផ្លូវពីកំពូលភ្នំខ្នងសំពៅកន្លែងបោះតង់របស់យើងនឹងឆ្ពោះទៅកាន់ទឹកធ្លាក់ថ្មជញ្ជាំងក៏មិនធម្មតាដែរអ្នកនរគ្នាគឺសម្រស់ធម្មជាតិពោពេញទៅដោយភាពស្រស់ស្អាតមែនទែនវីដេអូរបស់ពួកយើងក៏មកដល់ទីបញ្ចប់ហើយដែរចង់ឲ្យការចាយវាយក្នុងដំណើរកម្សាន្តរបស់អ្នកមានចំណែកនៅក្នុងការលើកស្ទួយជីវភាពសហគមន៍ចង់បានដំណើរកម្សាន្តដែលប្រកបទៅដោយសេវាកម្មល្អអ្នកដឹកនាំភ្ញៀវមានភាពរួសរាយរាក់ទាក់កុំភ្លេចតាក់ទងមកកាន់ Unique Trip ជាមួយនឹងលេខទូរស័ព្ទខាងក្រោមជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ